បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកបងប្អូនទាក់ទងទៅនឹងការយក slide ស្អាតៗដោយ free គឺមិនអស់លុយទេចឹងសម្រាប់បងប្អូនណាដែលចង់បានវីដេអូឬក៏មេរៀនបែបណាកុំភ្លេចជួយ comment សម្រាប់បងប្អូនខ្លះដែលមិនទាន់បាន subscribe កុំភ្លេចជួយ subscribe ផងគឺយើងមកខាត់ពេលយូរយើងចូលមកមេរៀនយើងបន្តគឺតាក់ទងទៅនឹងការយក slide ស្អាតៗគឺងាយស្រួលទេគឺបងប្អូនចូលមកក្នុងកម្មវិធីជ្រូមករួចបងប្អូនវាពាក្យថា Canva កម្មវិធី Canva នេះគឺវាមានមុខងារច្រើនក្នុងការកាត់វីដេអូរូបភាពធ្វើ CV និងមានមុខងារច្រើនទៀតព្រមទាំងមុខងារក្នុងការធ្វើ slide ផងចឹងយើងចូលមកដល់កម្មវិធី Canva ហើយយើងចូលមកពាក្យនេះមកបងប្អូននេះ presentation អូខេតើមកយើងចូលមកកាន់ពាក្យហ្នឹងហើយគឺយើងឃើញ slide ច្រើនបងប្អូនគឺ slide ភាគច្រើនគឺមានប្រភេទស្អាតច្រើននឹងគឺសម្រាប់បងប្អូនដែលអត់មានពេលចឹងអាចមើលវីដេអូនេះហើយគឺអាចយកទៅអនុវត្តបានក៏ប៉ុន្តែបញ្ជាក់បងប្អូននេះslide ណាដែលមានរូបមកុដនេះគឺគេលក់ជាងគេអត់ free ទេចុះសម្រាប់ដែល slide ដែលអត់មានរូបមកុដគឺគេ free គេខ្ញុំយក slide នេះមួយចឹងក្នុង slide នេះគឺមាន18 page ខ្ញុំយកទាំងអស់មកគឺបងប្អូនអាចកែនៅក្នុងនឹងបាននៅក្នុងកម្មវិធី Canva នឹងបានណាបងប្អូននេះអូខេបងប្អូនឧទាហរណ៍ខ្ញុំសាកកែនៅក្នុង file នេះបងគឺយើងអាចវាយអក្សរបានចុះបើបងប្អូនដែលគាត់គិតថាគាត់ចង់កែក្នុងហ្នឹងគាត់ចង់យកមកកែនៅក្នុងកម្មវិធី PowerPoint ក៏បានងាយស្រួលចុះបងប្អូនចុចមកពាក្យ share នេះមកតើមកបងប្អូនចុចចូល download តើបងប្អូនចុចទៅលើពាក្យនេះ PDF នេះចឹងឡើយនេះគឺយើងមាន down ច្រើនគឺវាមានជាវីដេអូជារូបភាពនិងជា file PDF ក៏មានចឹងបងប្អូនចង់យកទៅដាក់នៅក្នុង PowerPoint បងប្អូនចូលមកពាក្យនេះ PPTX នេះអូខេចឹងមកចុចហើយ down ចុចរំចាំមកសន្ទុះដើម្បីឲ្យវាដើរសំខាន់នៅលើអ៊ីនធឺណិតបើអ៊ីនធឺណិតយើងដើរលឿនអាហ្នឹងវា down លឿនណាចឹងអូខេឥឡូវវា down ហើយនេះដល់ពេលវា down ហើយបងប្អូនចូលមកក្នុងកម្មវិធីរបស់ computer យើងមកនេះចូលក្នុង PC មកអូខេចូលមកដល់ PC ហើយបងប្អូនចូលមកយកពាក្យ download តើមកនេះបងប្អូនឃើញ slide ដែលបងប្អូន down មិញណាចឹងយើងចូលមកអូខេនេះបងប្អូន slide ដែលយើង download ពី Canva មិញចឹងតើមកនៅពេលដែលយើង download គឺវាមាន load ចឹងយើងចូលមកពី edit នេះមកនេះអូខេចឹងបងប្អូនចូលមក edit នេះហើយគឺអាចកែបានហើយបងប្អូននេះឧទាហរណ៍នេះបងប្អូនអាចកែបានចឹងសម្រាប់បងប្អូនណាដែលអត់មានពេលឬក៏ពិបាកក្នុងការធ្វើ slide អាចធ្វើតាមរបៀបនេះបានគឺមានភាពងាយស្រួលបាទចឹងគឺវីដេអូគឺខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណបងប្អូនដែលទស្សនាកុំភ្លេចជួយ comment លេងម្នាក់មួយផងនិងជួយចុច subscribe ដើម្បីទទួលបាននៅមេរៀនបន្ទាប់បាទសូមអរគុណ